ហើយកែមិនយល់ពី Border Kitchen Junior Story ដែលជាខុសពីហេនទេពិតជាមាននោះគឺឡាននឹងឲ្យលុយអ្នកហើយអ្នកបើកបរថ្នាក់អនុបណ្ឌិត2នាក់របស់គាត់នឹងត្រឡប់មកជួយគាត់មានសម្បុរស្បែកនិងស្បែកគាត់រស់រានមានជីវិតដោយសារនំប៉័ងចំហុយនិងនំប៉័ងចិញ្ច្រាំដូច្នេះខ្ញុំតែងតែមានប្រជាប្រិយភាពប្រសិនបើយើងបន្តដំឡើងប្រាក់ឈ្នួលរហូតដល់ស្រេះអស់តើយើងនឹងទទួលបានការដំឡើងប្រាក់ខែទេយកសៀវភៅរបស់អ្នកទៅធ្វើការទៅស៊ូឡាវីទិញវាឥឡូវនេះច្រៀងនិងលេងបទចម្រៀងសត្វចិញ្ចឹមតូចរបស់អ្នកហៀបនឹងស្លាប់ដោយសារការងារហើយមកលេងខ្ញុំតើវាច្រើនពេកហើយដែលត្រូវអួតមែនទេវាជាការចេញផ្សាយថ្មីស្រឡាងយុទ្ធសាស្ត្ររបស់អ្នកចាប់ផ្ដើមដោយ Johnson ចុចចង្កេះរបស់គាត់បន្ទាប់មកចែករំលែកកៅអីបន្ទាប់មកដោយការវាយប្រហារសំខាន់ចំនួន6ប្រសិនបើមានរន្ធមួយនៅលើមុខរបស់គាត់សរុបមកតើអ្នកនឹងធ្វើអ្វីជាមួយសាច់រឿងសំខាន់ពួកគេបានបាត់ខ្លួនដោយគ្មានដានគ្មាននរណាម្នាក់នៅទីនេះទៀតទេចិត្តខ្ញុំធ្ងន់ដោយទុក្ខព្រួយប្រសិនបើគាត់មានការសង្ស័យចំពោះផលិតផលដែលពាក់ព័ន្ធនឹងបុរសវ័យក្មេងម្នាក់អប់ដើមឈើនៅចុងឆ្នាំនោះគាត់នឹងត្រូវបានចាត់ទុកថាជាត្រីតូចដែលគ្មានធ្មេញជារៀងរហូតគាត់មានសមត្ថភាពការងារច្រើនហើយការត្រឡប់មកវិញប្រចាំថ្ងៃរបស់គាត់គឺជាសក្ខីភាពនៃទេពកោសល្យរបស់គាត់និងសមត្ថភាពរបស់ Mitchell ដូច្នេះខ្ញុំត្រូវបានកំណត់ឲ្យពិនិត្យគាត់ឆាប់នេះឆ្នាំជ្រូកម៉ាក់នេះចុះបើយើងដាក់មូលដ្ឋានទិន្នន័យជាមុនសិនបន្ទាប់មកយើងអាចយកប្រឡោមលោករបស់ក្រុមហ៊ុនមកឲ្យគាត់ដើម្បីឲ្យគាត់អាចស្គាល់ប៉ារបស់ក្រុមហ៊ុនបានប្រសិនបើឆាយយ៉ាមិនឆ្លើយទៅមកខ្ញុំទេនោះខ្ញុំនឹងគ្រាន់តែធុញទ្រាន់និងមានស្មារតីថែរក្សាបរិស្ថានហើយចាប់យកបាល់ដែលខ្ញុំទើបតែបង្កើតថ្មីនេះដើម្បីនៅជាមួយខ្ញុំដោយមិនខ្ជះខ្ជាយធនធានអ្វីឡើយគំរូបញ្ជីគឺត្រឹមត្រូវដូចដែលមិនធ្លាប់មានពីមុនមកហឺរ៉ាលោកគ្រូស៊ូអីយ៉ាពេលពូជ្រើសរើសមនុស្សពូចូលឆ្លើយតាមជីវសាស្ត្រមនុស្សភាគច្រើនដែលពាក់ព័ន្ធនឹងដំណើរការប្រភពគឺជាអ្វីដែលខ្ញុំកំពុងនិយាយអំពីសួស្តីអ្នកទាំងអស់គ្នាហួងហួរបានសរសើរខ្ញុំដោយទំនុកចិត្តដោយនិយាយថាខ្ញុំកំពុងចេញទៅតាមផ្លូវដើម្បីស្វែងរកមនុស្សដែលនៅជិតបំផុតឧបករណ៍ទំពាបើកធ្មេញនេះល្អបើអ្នកបំភ័យថ្នាក់ខ្ញុំរងចាំរហូតដល់ខ្ញុំចប់សិនរួចខ្ញុំនឹងឲ្យអ្នកជក់បារីមួយដើមមន្ត្រីដែលទើបតែមកសួរចម្លើយខ្ញុំតើចុងក្រោយជាអ្វីមីនីកំពុងតែឲ្យឆេងលស្ដាប់ឲ្យខ្ញុំប្រើប៉ុន្តែខ្ញុំមិនដឹងថាហេតុអ្វីបានជាគាត់ច្រៀងបទដែលបំភ្លើសបែបនេះទេឆេងជីនឆេបានប្រើល្បឿនពន្លឺដើម្បីចូលរួមក្នុងការកែតម្រូវតម្លៃហើយសូម្បីតែមុនពេលការសម្ដែងរថយន្តបែមូទី2ត្រូវបានចាក់ផ្សាយឡើងវិញនៅបារកាហ្វេខ្ញុំអាចសិក្សាបានត្រឹមតែ2-3ឆ្នាំប៉ុណ្ណោះហើយបន្ទាប់ពីខ្ញុំសិក្សាចប់ខ្ញុំក៏បានឈានទៅមុខមួយជំហានរួចទៅហើយនៅទីបំផុតខ្ញុំបានចាប់ផ្ដើមរាប់ថយក្រោយកាលពីជាងកន្លះឆ្នាំមុនឆាងហុងជាហាងលក់តន្ត្រីនិងកាហ្វេClinic កំពុងដេញថ្លៃពេលវេលាផឹកកាហ្វេតោះយើងរៀបចំកាហ្វេច្រៀងខុសហើយគាត់បានរកឃើញកាហ្វេល្អមួយហើយវាបានប្រែក្លាយទៅជាផាក់ហ៊ូនលេស៊ីអូកំពុងសរសេរពីព្រោះគាត់មិនមែនជាខ្ញុំកាវីតាឬតេរេស៊ីមផានទេ Garfield កូនញ៉ាំសូមត្រកថាតើអ្នកចង់ធ្វើអ្វីបានទទួលយកដែលស្ដាប់បង្គាប់នេះមែនទេវាត្រូវបានគេហៅថាជួយខ្ញុំឲ្យត្រឡប់ទៅ